ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះមកថតដងទៀតហើយម្សិលមិញភ្លៀងខ្លាំងបងវាខ្លាំងមែនទែនម្សិលមិញដូចគេចាក់ទឹកភ្លៀងខ្លាំងដងក៏វាល្អទៅតាមនឹងដែរថ្ងៃមុនថតឃើញបើមិនខោដៃឥឡូវចិត្តល្មមតែថាយើងមួយខែទៀតល្មមកាប់ឆ្នាំហ្នឹងវាភ្លៀងច្រើនជាងឆ្នាំទៅមើលបងប្អូនអើយនេះដល់ខហើយតោះតាវាសន្លអត់ស៊ីបដោលហ្មងស៊ីបដោលក៏សន្លអត់ផ្លែដល់ហើយស្ករមានអីមានតែប៉ុណ្ណឹងបងប្អូនអើយស្មៅខៀវខ្ចីតែម្ដងស្មៅតែនេះកើតបងប្អូនឲ្យបានភ្លៀងតែមេ2មេគឺកើតហើយដឹងតែបានផលហើយតែទោះតាវានេះបន្តិចបញ្ហាសន្លឹកបំផ្លាញកតាសន្លឹកបំផ្លាញមានពេលបាញ់ឆ្នាំបងប្អូនហើយតែរវល់ស្ថានរោងមន់រោងអីចឹងទៅការងារតខ្លួនទៀតអត់មានពេលបដ ாய் ហើយរងហើយដូចដាំតាមយថាកម្មបានអត់ក៏អត់នេះក៏ផ្លែដែរនេះហើយវាមិនផ្លែដូចគេដាំតាមបច្ចេកទេសគេត្រឹមត្រូវហើយបងប្អូនណាមានបច្ចេកទេសដាំដងដាំអីជួយចែករំលែកផងខ្ញុំសើមានបច្ចេកទេសទេបងប្អូនអើយនេះមានតែដាក់ជីអញមន់ទាំងបេក្រោមដើមតែប៉ុណ្្នឹងហើយនឹងដាក់ជីរួយគល់បងប្អូនជីរួយគល់ខ្ញុំសង្កេតឃើញថាដាក់ជីរួយគល់ល្អដែរតែបងប្អូនអាចសាជី3 plus មិនប្រម៉ូតជីអីទេប៉ុន្តែខ្ញុំទិញពីគេដែរទេគឺដាក់ទៅបានន័យថាវាកាន់ក្តាប់គ្រាន់បាទពីមុនខ្ញុំអត់ប្រើជីនឹងទេខ្ញុំប្រើជីអីផ្សេងជីកំពុនផ្សេងតែហ្នឹងណាខ្ញុំដាក់ទៅវាអត់សូវល្អអត់ដូចការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមអញ្ចឹងណាដើម្បីអញ្ចឹងដូរមកប្រើជីរួយគល់គេផ្សាយតាម Facebook តែឃើញថាវាកាន់ផ្លែជាងមុនហើយវាក្តាប់ច្រើនជាងមុននេះផ្នែកខាងជើងបងប្អូនអើយនេះផ្លែវាអប៉ោះដែរទេវាមិនល្អណាស់ណាទេគាត់ថាវាអាចទួលយកបានតែប៉ុណ្ណឹងខ្សែចង្ការខាងនោះគឺអលឹកសិកាអលឹកដងវានៅខាងគេនេះគេថាដងដែលនៅមិនចិត្តកន្លែងយើងរស់នៅគឺវាខ្លាចខ្មោចមែនតែបងប្អូននេះអត់សូវធំទេអាដងដែលឆ្ងាយពីគេអាដងណាដែលនៅចិត្តបានថាវាផ្លែច្រើនអាចិត្តផ្ទះហើយដងឆ្ងាយពីគេគឺអត់សូវផ្លែទេផ្លែអត់សូវល្អដែរមានតែប៉ុណ្្នឹងឯងស្រុកស្រែកសិដ្ឋានចិញ្ចឹមសត្វអីចឹងទៅមានចំការនៅតាមបែបស្រុកស្រែគឺអត់សូវហៃសូទេគេតាមទីក្រុងទេវិញមានដំណាំស្វាយមានដំណាំក្រូចអីចឹងទៅមានដូងមានអីចឹងទៅជួក្តាប់ច្រើនហ្នឹងជួក្តាប់មកវាក្តៅវាជ្រុះក្តាប់ហ្មងទាំងពីយហ្មងផ្លែក្រោយក៏ផ្លែអាជ្រុះក៏ជ្រុះនេះផ្លែដែរនេះវាអត់សូវល្អទេ
បងប្អូនណាត្រូវការហូបអាឡឹកជាការអាឡឹកចន្លោះរងមាន់ខ្ញុំឯងអាឡឹកចន្លោះរងមាន់អូខេបាយបាយបងប្អូនអរគ្នា